តាឡូសួស្តីគ្នាយើងទាំងអស់គ្នានេះគឺធ្វើវីដេអូមួយទៀតបង្ហាញយើងអំពីរបៀបភ្ជាប់ real device ទូរស័ព្ទរបស់យើងដើម្បី run នៅ code Flutter របស់យើងណាដើម្បីមើល result របស់យើងជាធម្មតាបើយើងប្រើប្រាស់ជាមួយនឹង emulator ដែលគ្រូឲ្យយើងដំឡើងនៅក្នុងវីដេអូមុនវាអាចធ្វើឲ្យ speed បាទ computer របស់យើងហ្នឹងគឺវាត្រូវការ speed ខ្លាំងបន្តិចណាបាទអញ្ចឹងវាធ្វើឲ្យម៉ាស៊ីនយើងវា performance យើងធ្លាក់ទៅតាមហ្នឹងណាបើគ្នាយើងប្រើ computer ស៊េរីចាស់ទៀតបាទគ្រូមើលឃើញថាពួកយើងមានកម្លាំងម៉ាស៊ីននៅទូចឡើយទេណាមានមួយចំនួនដែលគាត់ធ្វើការ build ឬក៏ upgrade នៅ storage របស់គាត់បន្ថែមនៅក្នុងថ្នាក់គ្រូឃើញណាបាទតែអ្នកខ្លះគឺអត់ទាន់ទេអាចធ្វើឲ្យម៉ាស៊ីនយើង slow ទៅតាមហ្នឹងណាបាទចឹងគ្រូសូមឲ្យយើងប្រើវិធីមួយទៀតគឺវិធីដែលយើងប្រើប្រាស់ real device ដើម្បី run លទ្ធផល code Flutter របស់យើងណាគេតោះឥឡូវកុំឲ្យខាតពេលលោកគ្រូសូមបើក create project មួយទៅបាទដើម្បីបង្ហាញគ្នាយើងផងអំពីការបង្កើត project ថ្មីផងណាគេចឹងដើម្បីបង្កើត project យើងអាចចូលទៅក្នុងnew បាទ new Flutter project គេយើងចូលទៅក្នុង new Flutter project មកហើយបន្ទាប់មកយើងចុចយក Flutter ហើយនៅក្នុងនេះគឺ SDK Flutter យើងនៅកន្លែងណានេះដោយសារគ្រូធ្លាប់បង្កើតពីមុនមកបានវា suggest យើងអូតូណាតែពួកយើងអត់ suggest ទេយើងអាចរើសទីតាំងយើងមកយើងទុកនៅណាមិននៅក្នុង C Flutter មិនអញ្ចឹងទេបាទអញ្ចឹងយើងចុចnext មកណាអូខេបន្ទាប់មកកន្លែងនេះលោកគ្រូសូមដាក់ឈ្មោះថាគ្រូដាក់ថា test underscore 2មកបាទព្រោះមុនគ្រូដាក់ day 1ណាឥឡូវដាក់ថា Flutter test 2ចុះបាទហើយកន្លែងនេះដាក់នៅក្នុងFlutter នឹងដូចគ្នាកន្លែងដែលអ្នកគ្រូចុចបើកកន្លែងដែលបាទសុំចាំបន្តិចសិនណាបាទអូខេអធិស្ឋានសុំតទៀតណាតោះឥឡូវយើងមិញយើងមកដល់កន្លែងបង្កើតវិជិកណាអញ្ចឹងបច្ចេកយើងដឹងហើយណាគ្រូទុកនៅក្នុង D តែប៉ុន្តែនេះនៅក្នុងម៉ាស៊ីន desktop របស់គ្រូធ្វើការនៅកន្លែងធ្វើការគ្រូណាអញ្ចឹងទៅដាក់នៅក្នុងហ្នឹងអានេះគ្រូអត់ប្រើ laptop របស់គ្រូទេអញ្ចឹងគ្រូឆ្លៀតម៉ោងការងារធ្វើឲ្យយើងទេណាអញ្ចឹងបើសិនជានៅក្នុង computer របស់គ្រូនៅក្នុង drive ផ្សេងណាគេអញ្ចឹងយើងដាក់ជាក់ស្ដែងណាបើយើងទុកណាដាក់ហ្នឹងទៅឲ្យឈ្មោះតាមហ្នឹងណាបាទរបស់គ្រូគឺទុកនៅក្នុងអីគេបាទនៅក្នុងអីគេ Flutter project នេះនៅក្នុងនឹង day 1នេះអាចាស់ឯណាតោះបើយើងមិន test 2ណាបាទកន្លែងនេះគ្រូមិនបាច់ទៅ rename ស្អីទេដូរអីទេមិនបាច់ទេណាតោះ zoom ឲ្យទៅដើម្បីឃើញណាបាទអញ្ចឹងកន្លែងនេះដាក់ដដែលទៅបាទ organization របស់គ្រូដាក់ឈ្មោះលោកគ្រូទៅបាទ .com.kh អញ្ចឹងទៅបាទកន្លែងនេះ language យើងយក Kotlin ក៏បានយក Java ក៏បានដែរណាអញ្ចឹងគ្រូអត់បានកែប្រែទេនៅក្នុងនេះគ្រូសូម build platform ឲ្យ run ទៅលើតែ Android ហើយនិង iOS ទេអញ្ចឹង Mac OS web អីគ្រូដកចេញណាបាទបន្ទាប់មកយើងចុច create ណាចុច create មកហើយយើង zoom បន្តិចមកយើងរងចាំរហូតដល់តែវាចិត្តយើង create រួចរាល់អូខេនេះវាបានរួចរាល់ហើយណាអញ្ចឹង readme វាក៏បើកឲ្យយើងដែរនេះបាទអញ្ចឹង readme យើងមិនបាច់បើកទេណាយើងគ្រាន់ថាយើងមើលនេះ default source code គេគឺមានអីមានឲ្យយើងចុចស្អីគេបាទសញ្ញាបូកហ្នឹងនៅក្នុងអីគេfloating active button ហ្នឹងអញ្ចឹងហ៎ចុចសញ្ញាបូកហ្នឹងទៅវា count លេខឲ្យយើងបូក1 2 3 4 5អញ្ចឹងតែមិនអញ្ចឹងហ៎អញ្ចឹងយើងមើលបច្ចេកយើងណាកន្លែងនេះបើសិនជាវានៅ analyze របស់យើងទេបច្ចេកយើងទេយើងកុំតន់ធ្វើអីណារហូតតតែវា finish រាល់ process អីផ្សេងៗណាហើយ error IDE នេះអត់អីទេណាអត់មានបញ្ហាទេណាអត់អីទេតោះឥឡូវយើងធ្វើមិនដើម្បី run real បច្ចេកយើងបានណាគ្រូសុំ run នៅលើអានេះដោយសារតែយើង run test នៅលើ web សិនណានៅលើ web មើលថាតើបច្ចេកហ្នឹងវាដើរអត់គេសុំ run តិចសិន yes
chẳng đăng thà nên lưu web Việt đá thà thông đá nên lưu web đá nên lưu app mọi những tu sạp real về chuyện có Việt đá thông đá đấy nè ok chẳng xâm chầm thì sẵn group of bill web này bài Việt đá đấy ok vì bà Google Chrome nó cứ là tập hỏi về năng trình chỉ môi năng bà floating action button đấy trình nó bị increase và bị increase lấy từ tam này nè ok vậy đây là đúng tao chẳng càng gì dính man đuôi rồi là ní bà thầm đã cứ bên là đã bị process run đã chẳng ấy ok admin error source code riêng thế này ta lấy những run là real device những thường mạch bà chẳng từ 4 những thường chọn xài nó những thường bà xài USB này chẳng sạc bây giờ không bà nhưng còn đã đọc xài USB bây giờ mới là cái xong bạc như thế này nhảy screen chụp pì mà anh ấy screen cũng tu sạp được rồi này lâu để sao bị chọc lọt này bạn ok chắc dân thua mấy đầm bầy rồi bà là tập họ này code bây giờ ní vì ran nên lơ tu sạp dân thoáng ra tại bỏ lực rú này cũng bạn chọc screen computer tu sạp lực rú được trong computer đầm bầy khơi bây giờ khơi là phải phụ dân maintain bài chị bài tập behind screen tu sạp dân nên lơ computer các bạn này dânប្រើreal device យើងគាត់ដោតខ្សែ USB របស់យើងជាមួយនឹង computer របស់យើងទៅបានណាហើយដំបូងគ្រូប្រាប់ចំណុចដំបូងណាសារគ្រូអត់បាននេះបង្ហាញយើងដោតខ្សែnetwork ខ្សែ network ខ្សែ USB ចាំងសាកទូរស័ព្ទយើងហ្នឹងបាទដោតចូលជាមួយនឹង port type C អីឬក៏អីរបស់យើងតាមហ្នឹងទៅណានឹងចាំងសាកយើងបែបណាក៏ដាក់ហ្នឹងហើយដោតtype A របស់យើងហ្នឹងចូលទៅក្នុង laptop ឬក៏ desktop របស់យើងមកសំខាន់ដូចដោតចង្សាអញ្ចឹងណាបាទដូចយើង transfer file ផ្សេងៗអញ្ចឹងណាអញ្ចឹងយើងដោតមកធ្វើម៉េចឲ្យវា load message នៅក្នុងទូរស័ព្ទយើងដាក់ថាមានអីyes transfer file ណាយើងយក transfer file បានធ្វើឲ្យខ្សែទូរស័ព្ទរបស់យើងនិង computer វាស្គាល់គ្នាវាអាចមានទំនាក់ទំនងគ្នាបានអូខេអញ្ចឹងចំណុចបន្ទាប់យើងធ្វើមិនយើងត្រូវតែទៅបើកជាមួយនឹង developer option នៅក្នុងទូរស័ព្ទរបស់យើងណាយើងធ្វើមិនបាទដើម្បីទៅបើកយើងដំបូងយើងទៅមើលនៅក្នុង device ទូរស័ព្ទយើងសិនណាបាទយើងចូលក្នុង setting នេះ setting ណាដោយសារបងលោកគ្រូប្រើ Oppo Reno 2S Android ណានេះឈ្មោះ device គ្រូនេះណានៅខាងលើនេះCP 1989ហ្នឹងឈ្មោះ device model ទូរស័ព្ទលោកគ្រូទេធម្មតាពេលដែលយើង share screen ឬក៏ share អីផ្សេងៗវា load តែឈ្មោះ device model របស់យើងទេណាវាប្រាប់តោះឥឡូវយើងទៅមើលថា developer option របស់យើងវាបានបើកនៅក្នុងទូរស័ព្ទយើងនៅយើងចុចលើ setting ណាព្រោះនិយាយនេះនិយាយទៅលើតែ Android ទេណាបាទនៅក្នុង iOS គឺគ្រូអត់បានបញ្ជាក់ទេណាបាទតោះអញ្ចឹងយើងបើកមកយើងចូលទៅក្នុងបាទដំបូងគឺរក additional option ឲ្យឃើញណាបាទsorry additional setting ឲ្យឃើញនៅក្នុង Samsung ឬក៏ Vivo ទូរស័ព្ទអីផ្សេងៗគឺដូចតែគ្នាទេដោយសារលោកគ្រូប្រើ Oppo អញ្ចឹងវាតម្រង់ចេញបែបនេះពួកយើងប្រើ Oppo ដែរអូខេ AC ហើយណាយើងដូចគ្នាបិទខុសតែ interface តិចតួចយើងខ្លះ version ខ្ពស់ជាងគ្រូអីទៅចេះតម្រង់ផ្សេងអញ្ចឹងទៅណាបាទអញ្ចឹងយើងមើលនៅក្នុង additional setting នេះណា additional setting នេះបើសិនជាយើងចុចនៅលើនឹងមកយើងឃើញ option មួយគេដាក់ថា developer option បានន័យថាទូរស័ព្ទរបស់យើងបានបើក developer option mode នឹងរួចរាល់ហើយអញ្ចឹងយើងមិនបាច់ទៅបើកទៀតទេណាប៉ុន្តែសម្រាប់អ្នកអត់ឃើញអ្នកអូស scroll នៅលើ additional option នឹង link sorry additional setting នឹងអត់ឃើញមាន developer option ហ្នឹងទេយើងត្រូវទៅបើកវាណាបាទទៅបើក developer option ហ្នឹងនៅកន្លែងណាឥឡូវទូនាទី developer option ហ្នឹងគេប្រើទៅអីទីទូទៅ option ហ្នឹងគឺជា option សម្រាប់developer ដូចយើងជាក់ស្ដែងអញ្ចឹងយើងជាអ្នក build app mobile app គឺយើងជា developer អញ្ចឹងจะត្រូវបើកdeveloper option ហ្នឹងដើម្បីអីយើងតេស្តឲ្យរាល់application របស់យើងវាមាន bug មានអីផ្សេងៗអត់អញ្ចឹងណាគឺអាហ្នឹងទូនាទីរបស់ developer ណាអូខេអញ្ចឹងយើងត្រូវតែបើក option ហ្នឹងដើម្បី
ធ្វើការ config ឬក៏មើល result អីផ្សេងៗនៅលើ app របស់យើងណាបាទដូចជាក់ស្ដែងយើងចង់ run result app Flutter របស់យើងនៅលើទូរស័ព្ទរបស់យើងគឺយើងត្រូវបើកអាហ្នឹងហើយបើអត់បើកអាហ្នឹងទេអត់បានទេណាបាទប៉ុន្តែបើយើងជា user ធម្មតាមិនមែនជា developer ទេយើងមិនបាច់ទៅបើកមុខងារហ្នឹងទេណាបាទអញ្ចឹងយើងត្រូវតែបើកតាមគ្រូព្រោះយើងជាអីគេ developer ជាអ្នក build mobile application ណាតោះឥឡូវយើងធ្វើម៉េចយើងសុំ back ទៅក្រោយវិញបាទចុចសញ្ញាព្រួយមកយើងចូលទៅក្នុងabout phone បាទចុច about phone មក yes ហើយកន្លែងនេះគឺវានឹងប្រាប់ពីព័ត៌មានរបស់ទូរស័ព្ទរបស់យើង device យើងឈ្មោះអី Oppo Reno 2S បាទ version អីគេ color OS ផ្សេងៗនេះយើងមើលជាក់ស្ដែងទៅ RAM device អី storage អីប្រហែលទាំងអស់ណាអ្វីដែលយើងមើលយើងអត់មានទៅមើលអីផ្សេងទេយើងមើលទៅលើ version នេះយើងចុចនៅលើ version នេះមកបាទបន្ទាប់មកយើងចុចលើពាក្យ build number នេះឲ្យបានច្រើនដងមកណាបាទយើងចុចប៉ប៉ច្រើនដងមកគឺយើងនឹងឃើញstep គេ1 2 3 load នឹងក្រោមនេះប៉ុន្តែនេះដោយសារលោកគ្រូបើកហើយមកឃើញវាដាក់ថា no need ណា you are already a developer បានន័យថាយើងកំពុងតែឈរលើ developer រួចរាល់ហើយយើងបើករួចរាល់ហើយអញ្ចឹងអត់បាច់ទៅបើកទៀតទេអញ្ចឹងណាបាទនេះដោយសារគ្រូមាន developer option mode ហើយហ្នឹងនេះមានហើយណាមែនទេបើយើងចុចច្រើនដងអញ្ចឹងទៅយើងទៅមើលនៅក្នុង additional setting ម្ដងទៀតយើងនឹងឃើញ developer option mode ដែរបន្ទាប់មកយើងគ្រាន់តែចុចលើវាមក touch លើវាកន្លែងនេះយើងត្រូវ make sure ថាវាបើកបាទវាត្រូវតែបើកហើយធម្មតាបើយើង touch build number ហ្នឹងវាបើក auto ហើយយើង scroll ចុះមកក្រោមមកយើងរកពាក្យថា USB នេះ USB debugging ណាកន្លែងហ្នឹងបើពួកយើងឃើញថាវាមានប៊ូតុង turn off ប៊ូតុង off នេះយើង on វាមកណានេះអាកុងតាក់ហ្នឹងយើងធ្វើឲ្យចេញពណ៌អញ្ចឹងណាហ្នឹងបានយើងបើកហើយបើយើងអត់បើកទេយើងអាច access data ឬក៏ធ្វើការងារផ្សេងៗតាមខ្សែ USB បានទេណាអូខេអញ្ចឹងយើងត្រូវបើកអាហ្នឹងបាទប៉ុណ្ណឹងរួចរាល់ហើយណាយើងចប់ការងារហើយបើសិនយើងបើកភ្លាមវានឹង pop up message មួយនៅលើ screen របស់យើងវាមាន allow និង cancel អញ្ចឹងយើងយក allow មកណាយកពាក្យ allow ដើម្បីឲ្យ USB របស់យើងគឺដំណើរការជាមួយនឹងខ្សែទូរស័ព្ទរបស់យើងវាអាចភ្ជាប់ទៅកាន់កុំព្យូទ័ររបស់យើងអាច transfer data អីផ្សេងៗបានណាបាទបើយើងអត់ allow ទេយើងអាច access ឬក៏ធ្វើអីផ្សេងៗបាននៅលើ developer option នឹងបានទេណាបាទសូមបញ្ជាក់ណាធ្វើម៉េចឲ្យចេញពាក្យpop up មួយគឺដាក់ថាមានតែ allow ហើយនឹង cancel ឯណាវាចេញអក្សរមួយចលិះឲ្យយើងអញ្ចឹងណាអញ្ចឹងយើងចុចតែ allow តែប៉ុណ្្នឹងបានហើយធ្វើម៉េចឲ្យនៅក្នុង Android Studio របស់យើងគឺឃើញមានឈ្មោះ device របស់យើងនេះយើងចុចនៅលើនេះឃើញពេលគ្រូបើកហើយឃើញវានៅកន្លែង device manager នេះវាមានឈ្មោះទូរស័ព្ទរបស់យើងមកហើយណាបាទតែប៉ុណ្្នឹងទេអូខេបើសិនជានៅក្នុង device manager របស់យើងបើយើង run ជាមួយនឹង emulator យើង run ទៅប៉ុន្តែគ្រូអត់ focus លើនេះទេមែនតើយើងធ្វើនៅ video មុនហើយឯណាអូខេបើយើងចង់ run នៅលើ emulator របស់យើងក៏ run ទៅណាយើងបើកមកឃើញមាន app របស់យើងអីធម្មតាណាប៉ុន្តែនៅក្នុងវីដេអូនេះគ្រូអត់និយាយទៅលើនេះទេណា emulator នេះ emulator ពេលគ្រូបង្ហាញយើងនៅលើវីដេអូមុនគឺវាចេញអញ្ចឹងណាបាទយើងបើកមកបាទវាចេញបែបអញ្ចឹងណាអូខេយើងចុចលេខអីចឹងទៅនេះកម្មវិធីយើងនេះបាទកម្មវិធីយើង build ហ្នឹងនេះរៀង slow បន្តិចណាបាទនេះទូ clear បន្តិចនេះកម្មវិធីយើងណាយើងអស់ទៅយើងឃើញមានកម្មវិធីយើងឈ្មោះថា day 1ណាបាទហ្នឹងមិន day 1របស់យើងដែលយើង sample នៅវីដេអូមុនមែនទេប៉ុន្តែអានេះគឺ test 2គ្រូអត់បាន run ជាមួយនឹង emulator ហ្នឹងទេឥឡូវគ្រូ run ឲ្យវា build install test 2ហ្នឹងធ្វើម៉េចឲ្យ run នៅក្នុងទូរស័ព្ទរបស់គ្រូណាហើយទូរស័ព្ទរបស់គ្រូនេះវា slip ដោយសារតែវាអស់ម៉ោងគ្រូបើកវិញឲ្យវាចេញអស់វិញណាអូខេឥឡូវគ្រូសុំturn off emulator គ្រូដើម្បីកុំឲ្យវាទាញ speed ខ្លាំងពេកណាអញ្ចឹងមិញយើងបានតេស្តរួចហើយថា source code របស់យើងអត់មាន error អីទេមិនអញ្ចឹងទេអត់មានទេយើង run នៅលើ web អីមិនដើរធម្មតាមែនទេឥឡូវយើងចាប់ផ្ដើម run នៅលើទូរស័ព្ទយើងធ្វើម៉េចយើងមើលថាវាធ្លាក់ឈ្មោះទូរស័ព្ទយើងមកហើយណាអូខេសុំចាំបន្តិចណាគ្រូមានការរវល់បន្តិចណា
តោះអូខេនេះយើងតោះយើងសុំតទៀតមិញការរវល់បន្តិចណាឥឡូវគ្រូសុំណារ៉ាន់ជាមួយនឹងទូរស័ព្ទរបស់គ្រូណាយើងធ្វើមិនដើម្បីរ៉ាន់ជាមួយនឹងទូរស័ព្ទគ្រូបានយើងមើលគ្រូបញ្ជាក់មិញធ្វើមិនឲ្យនៅក្នុងអា device manager របស់យើងនេះយើងคลิกនៅកន្លែងនេះណានេះធ្វើមិនឲ្យ load ឈ្មោះទូរស័ព្ទយើងនៅកន្លែងហ្នឹងណាបាទពេលហ្នឹងហើយយើងធ្វើមិនយើងរើសកន្លែង device ដើម្បីវា run នេះគេឲ្យយើង select device មិនអញ្ចឹងទេអញ្ចឹងយើង select device មកឃើញកន្លែងនេះមិញវាជាប់ Google Chrome web អញ្ចឹងយើងរើសយក model ទូរស័ព្ទយើងវិញណានេះឃើញបើលោកគ្រូបញ្ជាក់មិញនេះមកទូរស័ព្ទលោកគ្រូអញ្ចឹងណា CP H19 89ណាគេអញ្ចឹងអានឹងវាចាប់ឲ្យយើងហើយអញ្ចឹងយើងចាប់ដើម select រើសយកមកទូរស័ព្ទយើងវិញមកឃើញវាចាប់ហ្នឹងណាអូខេអញ្ចឹងអ្វីដែលយើងធ្វើយើងអាច run ជាមួយនឹងប៊ូតុងនេះក៏បានឬក៏យើងអាចប្រើប្រាស់ command ក៏បានដែរណា command យើងធ្លាប់រៀនហើយណាដែលគ្រូឲ្យយើងបើកនៅអាកន្លែងនេះបាទអធិស្ឋានប្រាប់បន្តិចទៅពួកអ្នកខ្លះអត់ដឹងថាទូនាទីហ្នឹងធ្វើអីអាកន្លែង SDK ដែលលោកគ្រូឲ្យយើងទៅ enable ជាមួយនឹង command line បាទ SDK នេះកន្លែង tool បាទ SDK tool ហើយនៅក្នុងអា command line នេះគ្រូឲ្យ text អាហ្នឹងមែនទេ install ធ្វើម៉េច load ពាក្យថា install tit មិនចឹងអត់បាទហ្នឹងបើសិនជា install ហើយយើងអាចប្រើប្រាស់ command បានដើម្បី run ហើយនេះឥឡូវគ្រូសុំប្រើ command run ដាក់ថា flutter run តែម្ដងវាស្មើនឹងយើងចុចប៊ូតុង interface នេះប៉ុន្តែលោកគ្រូចង់ប្រើប្រាស់ command ដើម្បី run ទៅ yes អញ្ចឹងវាចាប់ដើមបញ្ជាក់ណា complete complete អីគេ complete select mobile device យើងនៅលើនេះផងណាប្រយ័ត្នតែវាជាប់ web ជាប់អីវា run ទៅ web ទៅអីញញ៉ៃអញ្ចឹងធ្វើម៉េចឲ្យជាប់ទូរស័ព្ទយើងនៅលើនេះណាគេយើងមើលលទ្ធផលនៅខាងក្រោមបាទគូស្រូមឲ្យទូចវិញនេះបើកន្លែងនេះបើសិនជាវាដាក់ថា finish application build អីរួចរាល់អស់ហើយអូខេអញ្ចឹងយើងទៅមើលក្នុងទូរស័ព្ទទៅឃើញ app របស់យើងអាប់ឡើងហើយណាបាទវាជាទូទៅពេលណាវា build រួចវាអាប់ឲ្យយើងអូតូម៉ាទិកនៅលើហ្នឹងហ្មងវាបើកឲ្យយើងតែម្ដងណាប៉ុន្តែយើងមើលជាក់ស្ដែងនេះគឺវាកំពុងតែ run build ឲ្យយើងនេះណា installing អញ្ចឹងទៅអញ្ចឹងយើងចាំបន្តិចទៅណាដូចគ្រូប្រាប់អញ្ចឹងរៀន Android តើតែយើងធ្វើចិត្តឲ្យយើងមកបន្តិចណាឃើញទេអូខេប៉ុន្តែវាពេលណា finish វាចាប់ផ្ដើមbuild ឲ្យយើងណា install ឲ្យយើងនេះចាប់ផ្ដើម start ហ្នឹងមកហើយណាឃើញទូរស័ព្ទលោកគ្រូនេះនៅក្នុងទូរស័ព្ទគ្រូជាក់ស្ដែងនេះឃើញអត់មើលមែនអត់នេះមិនទូរស័ព្ទលោកគ្រូហើយវា build ឲ្យនៅតាណានេះ Flutter នេះឃើញអត់នេះ Flutter នេះយើងបើកទៅឃើញអត់នេះនេះបើកទៅឃើញនេះ Flutter home demo home ណាឃើញអត់មកណាបាទឥឡូវយើងចង់កែប្រែអីផ្សេងយើងកែប្រែបន្តិចទៅនេះអាកន្លែង you have post អីនេះយើងអាចដូរឲ្យវាទៅជាhello flutter អាហ្នឹងចាំគ្រូនិយាយក្រោយណាបាទយើងកុំតន់ខ្វល់រឿងកូដហ្នឹងសំខាន់ build run hello world ឬក៏ hello flutter ហ្នឹងឲ្យចេញសិនទៅណាយើងកុំតន់ខ្វល់ណាអូខេប៉ុណ្ណឹងយើង run ហើយយើងចាប់ផ្ដើម build វាមក build វាទៅអានេះគ្រូកាយគ្រូ build វាតិចមកនេះចាំមើលវាចេញហ៎បាទ yes hello ចាំតិចអូខេrun build ម្ដងទៀតណាឥឡូវគ្រូសុំ clean វាបន្តិចសិនដើម្បីវាបើកម្ដងទៀតណាបន្តិចណាបាទគេវា run ដំបូងរៀងនេះបន្តិចឥឡូវគ្រូសុំ build វា clean ហើយតែមិនបានអត់ចេញអត់ reload ឲ្យ hot load អីតាhello flutter ឥឡូវយើងដូរ tool bar វាខាងលើមក app bar វាមក yes app bar គ្រូបដូរទៅជា hello app bar មកវាអាចថាវាដើរហើយប៉ុន្តែវារៀង slow បន្តិចណាដោយសារវាអត់ទាន់ hot load ទៅ auto ណាអូខេ hello app bar បាទគ្រូអាច save file save all មកបាទហើយយើង build វាមកម្ដងទៀតបាទ hot build វាអូខេវាចាប់ផ្ដើម build ហើយណាចាំតិចបាទ
មានអីកើតឡើងបាទអត់ refresh អីគ្រូចឹងបាទnot detach ចាំតិចណាគ្រូមើល message វាដូចជាអត់មានអី error ទេមិនបាន load ឲ្យចឹងhot waiting connect វាឲ្យយើងអូនេះគឺបើកនេះបិទ internet សិនអូខេវាដើរហើយប៉ុន្តែអានេះមិនបានវាអត់ refresh ឲ្យយើងអញ្ចឹងគ្រូកាយកូដឲ្យតើបាទ restart ហើយសុំម្ដងទៀតគ្រូសុំclean បច្ចេកហ្នឹងសិនប្រើ command clean វាតិចសិននេះវាកំពុងតែ send data ទៅតែមិនបាន load ឲ្យសំតិចបិទ internet តែបានបើកមកវិញសុំចាំបន្តិចណាលោកគ្រូ build ម្ដងទៀតចាំមើលវា load ឲ្យបាទនេះចាំបន្តិចណាចាំមើលលទ្ធផលវា load មកនេះវា pop up មកហើយបាទអូខេមកហើយណាអូខេនេះ send ទៅហើយអូខេវាបើកឲ្យនេះចេញមកនេះបាទវាប្រែងដោយសារអីដំបូងវា build វា send data រៀង slow បន្តិចឥឡូវយើងកែអីទីទៀត hello flutter hello app by ក៏វាកែឲ្យគ្រូណានេះបាទមិញមិនដឹងយ៉ាងម៉េចវា error បន្តិចដែរណាបាទនេះយើងកែអីទីទៀតឧទាហរណ៍ថាកែហ្នឹងឲ្យចេញលទ្ធផលអីផ្សេងនេះ hello flutter flutter លុបដោយបាទ this is first day អញ្ចឹងទៅបាទអូខេប៉ុណ្ណឹងទៅអូខេ save បាទឃើញវា hot load ឲ្យយើងឯណាឃើញ control S ភ្លាម save ភ្លាមវា refresh ឲ្យយើង auto នេះយើងមើល app bar យើងវិញណាយើងមើល app bar ឯណា app bar នេះ app bar ទូដូរទៅជាhome screen អីចឹងណាបាទឧទាហរណ៍ទេបាទ home screen យើង control S refresh ปุ๊បឃើញវា hot load ឲ្យយើងហើយតែប៉ុតវាមាន auto save ទៀតណាយើងសរសេរភ្លាមឲ្យវា save auto ភ្លាមក៏បានដែរណាបាទទូរស័ព្ទគ្រូវា slip ទៀតហើយបាទអូខេណាអញ្ចឹងវា finish ហើយយើងអាចប្រើប្រាស់នឹងទូរស័ព្ទ real បច្ចេកយើងបានណានេះឃើញអត់អានេះដោយសារតែលោកគ្រូប្រើកម្មវិធី share screen របស់គ្រូមកទេអញ្ចឹងវាឃើញអញ្ចឹងណាតែបើយើងមិនបាច់ទៅ share ឲ្យវាឃើញនៅក្នុង computer អញ្ចឹងទេយើងមើលតែ result របស់យើងនៅក្នុងទូរស័ព្ទយើងទៅប៉ុណ្ណឹងបានហើយណាអូខេយើងបាន app មួយណាឃើញអត់បាទនេះមិនអញ្ចឹងទេអូខេអញ្ចឹងអរគុណច្រើនគ្រូមានប៉ុណ្ណឹងហើយសូមអនុវត្តទាំងអស់គ្នាណាសម្រាប់អ្នកដែលកម្លាំងម៉ាស៊ីនយើងនៅមានកម្រិតសូមប្រើប្រាស់ជាមួយនឹងការ run ជាមួយនឹង real បច្ចេក real device យើងមកណាអូខេអញ្ចឹងគ្រូសូមបញ្ចប់វីដេអូប៉ុណ្ណឹងហើយសូមអនុវត្តឲ្យបានទាំងអស់គ្នាណាអរគុណ